Thêmចំណុចដែលអ្នកទាំងអស់គ្នាត្រូវដឹងមុនពេលទៅលេងនេប៉ាល់រឿងទី1ហ្នឹងគឺតកតងជាមួយនឹងការទិញសំបុត្រយន្តហោះដោយសារតាពីខ្មែរយើងទៅនេប៉ាល់ហ្នឹងគឺអត់មាន direct fly ទេអញ្ចឹងគឺយើងត្រូវទិញសំបុត្រដែលត្រូវមានការ transit អញ្ចឹងអាច transit នៅឥណ្ឌាឬក៏នៅចិនអីអញ្ចឹងទៅឬក៏ជំរើសមួយទៀតគឺបងប្អូនធ្វើការទិញសំបុត្រយន្តហោះពីរជើងណាទិញពីខ្មែរទៅម៉ាឡេដោយសារពីខ្មែរទៅម៉ាឡេសំបុត្រវារៀងធូរថ្លៃដែរទេ round trip ហើយចាំយើងទិញពីម៉ាឡេទៅកាន់នេប៉ាល់ដោយសារពីម៉ាឡេទៅនេប៉ាល់គេមាន direct fly ហើយអីដែលបងប្អូនត្រូវប្រុងប្រយ័ត្នណាគឺនៅពលានម៉ាឡេគេមានពីរ terminal ធំគឺ terminal ទី1និង terminal ទី2អញ្ចឹងcheck terminal ឲ្យច្បាស់មុននឹងជិះទៅពលានណានិយាយទៅពីខ្មែរយើងទៅម៉ាឡេគឺទៅ terminal 2ហើយពីម៉ាឡេទៅនេប៉ាល់ហ្នឹងគឺនៅ terminal 1ហើយមូលហេតុដែលពួកខ្ញុំជ្រើសរើសយកជម្រើសទី2កក់សំបុត្រយន្តហោះពីរតង់ហ្នឹងដោយសារទី1ខ្ជិលចាំ transit នៅពលាន 4-5 ម៉ោងអីចឹងហើយហេតុផលទី2ហ្នឹងគឺពួកខ្ញុំចង់ចូល explore កូឡាឡាំពួរម៉ាឡេស៊ីហ្នឹងផងចំណុចទី2ហ្នឹងគឺតកតងជាមួយនឹងការធ្វើវីសាបើសិនជាបងប្អូនអត់ចង់ទៅត្រង់ជួចាំកន្លែងទូបំពេញនេះទេបងប្អូនអាចបំពេញតាម online tourist visa form មុនបានហើយពេលដែលបំពេញអានឹងហើយពេលទៅដល់ពលានគេហ្នឹងយើងគ្រាន់តែយកអានឹងទៅបង្ហាញកន្លែងបង់លុយទៅជាការស្រេចហើយចំណុចទី3តកតងមួយ transportation នៅនឹងពេលច្រើនគេចូលចិត្តដើរហើយបើសិនជាតកតងមួយ taxi គេអត់មាន Grab ឬក៏ Pass App អីទេតែគេមានជា InDrive ហើយនឹងYango ដែលពេញនិយមនៅហ្នឹងណាហើយចំណុចទី4តកតងជាមួយនឹងភាសាពេលច្រើនអ្នកនៅនេប៉ាល់ហ្នឹងមិនថា taxi អ្នកលក់ដូរអីពេលច្រើនគឺប្រើភាសាអង់គ្លេសបាន How many days Nepal? 8 days. You are from Cambodia. Cambodia. Yeah. Near to Thailand? Yeah, next to Thailand. But I'm not stay near Thailand. Thailand, Cambodia, Philippines is face same like Nepal. Yeah? Yeah. ហើយចំណុចទី5តកតងជាមួយម្ហូបនិយាយទៅនៅនេប៉ាល់ហ្នឹងគឺញ៉ាំអីស្តៀងគ្នាមែនតើម្ហូបគេបើសិនជាអត់បានដាក់ការីគឺគេអត់ញ៉ាំហ្មងនិយាយទៅស្រុកហ្នឹងគេដាក់ការីដូចយើងដាក់រ៉ូឌីក្នុងម្ហូបចឹងណាស្តៀងគ្នាគឺជាតិមិនដែរជាតិធម្មតាតែញ៉ាំមួយយូរដល់វារៀងគ្រាន់ទទួលយកបានហើយខ្ញុំសង្ឃឹមថា5ចំណុចដែលខ្ញុំឲ្យនេះនឹងក្លាយជាព័ត៌មានដ៏មានអត្ថប្រយោជន៍ដល់អ្នកដែលចង់ទៅលេងនេប៉ាល់នៅពេលខាងមុខវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ